ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំមកបង្ហាញពីវិធីស្រុះនំបញ្ចុកគ្រីមនៅអាមេរិកខុសពីនៅស្រុកខ្មែរយើងចាំនំបញ្ចុកគ្រីមខ្ញុំមាន4កញ្ចប់មួយកញ្ចប់នេះទម្ងន់វា3ខាំមុននឹងចាប់ផ្ដើមស្រុះយើងត្រូវកាត់ដាក់ត្រាំទឹកចំនួន1យប់សិនទើបយើងយកទៅចម្អិននំចុកនេះបន្ទាប់ពីយើងយកទៅចម្អិនប្រហែលបាន2គីឡូនំចុកស្រុកខ្មែរយើងចាបន្ទាប់នេះបន្ទាប់មកនេះរយៈពេល1យប់ដែលយើងបានកាត់រួចហើយចឹងឥឡូវយើងទៅចម្អិនទាំងអស់គ្នាទឹកពុះយើងចាក់ចូលយើងយកចង្កឹះកូរបែបនេះរហូតដល់ទឹកយើងល្អបែបនេះទើបនំបញ្ចុកយើងបង្ហាញថាចិត្តឆ្អិនណាចឹងយើងចង់ដឹងថានំបញ្ចុកនេះឆ្អិនឬនៅយើងអាចយកវាក្តិចលើកវាឡើងហើយយើងយកដៃទៅក្តិចបន្តិចចង់ដឹងបើសិនជាវាដាច់គឺវាអាចញ៉ាំបានណាហើយរយៈពេលចម្អិននេះប្រហែលជា10នាទីទៅ12នាទីបន្ទាប់មកយើងយកចេញយើងចាក់ដាក់ក្នុងកញ្ច្រែងមួយឲ្យវាស្រស់ទឹកយើងក៏ចាក់យកទឹកចេញហើយបន្ទាប់មកយើងយកទៅលាងជំរះជាមួយនឹងទឹកត្រជាក់3ទៅ4ទឹកតទៅទឹកឡើងសថ្លាទើបយើងចាប់ជាចង្វាយនំបញ្ចុកយើងលាងឲ្យស្អាតបែបនេះដើម្បីយើងទុកដល់ថ្ងៃស្អែកទៅវាអត់ខូចបើយើងលាងអត់ថ្លាទឹកទេទឹកនៅតែល្អគឺខូចហើយការលាងនេះគឺយើងយកចង្កឹះកូរហាមដាក់ដៃកូរព្រោះដំបូងនំបញ្ចុកយើងក្តៅអាចរលាកដៃបានយើងធ្វើការកូរចាក់ចេញមកពីទឹកទៅគឺនំបញ្ចុកយើងស្អាតហើយវាអត់ទុកចោលអត់ខូចទេឥឡូវយើងមកមើលការចាប់ចង្វាយនំបញ្ចុករបស់យើងការចាប់ចង្វាយទៅតាមចំណូលចិត្តរបស់បងប្អូនដែលយល់ថាចាប់មិនស្រួលចាប់បែបហ្នឹងទៅសម្រាប់នាងខ្ញុំគឺខ្ញុំចាប់បែបចេះងាយស្រួលហើយលឿនយើងធ្វើការចាប់បែបនេះរហូតតតែអស់នំបញ្ចុករបស់យើងដាក់កញ្ច្រែងមួយត្រនំបញ្ចុកយើងដើម្បីឲ្យវាស្រក់ទឹកកុំឲ្យវានៅអេកគឺបែបនេះចាប់មួយចង្វាយរហូតដល់អស់នំបញ្ចុកយើងទៅយើងអាចញ៉ាំទៅញ៉ាំបានសូមអរគុណបងប្អូនដែលបានចូលមើលវីដេអូការធ្វើវិធីស្រុះនំបញ្ចុកគ្រីមរបស់អ្នករស់នៅអាមេរិកសូមអរគុណបងប្អូនសូមទស្សនាវីដេអូក្រោយទៀតសូមអរគុណ